តើនឹងមានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាមេរិកចាប់ផ្ដើមសង្គ្រាមលោកលើកទី3នៅពេលនេះដំបូងលោកប្រធានាធិបតី Donald Trump នឹងបញ្ជូនសំណើទៅកាន់ប្រទេសកាណាដានិងមេស៊ីកូដើម្បីបង្កើនសម្ព័ន្ធមិត្តដ៏មានអំណាចមួយដែលមានគោលបំណងត្រួតត្រាពិភពលោកជាលទ្ធផលសម្ព័ន្ធមិត្តថ្មីនេះនឹងដាក់ឈ្មោះថា CUM នឹងត្រូវបង្កើតឡើងដើម្បីបង្រួបបង្រួមនិងពង្រឹងអំណាចសម្ព័ន្ធមិត្តនេះនឹងប្រមូលផ្ដុំកងកម្លាំងយោធារបស់ខ្លួនវាយលុកឆ្លងកាត់អាមេរិកកណ្ដាលហើយឈានទៅមុខចូលទៅក្នុងអាមេរិកខាងត្បូងដែលត្រូវវាយលុកដោយកងកម្លាំងដ៏ខ្លាំងពូកែអាមេរិកខាងត្បូងនឹងធ្លាក់ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកយ៉ាងឆាប់រហ័សពិភពលោកនឹងចាប់ផ្ដើមភ័យខ្លាចនឹងសម្ព័ន្ធមិត្តថ្មីនេះជាការឆ្លើយតបរុស្ស៊ីនិងចិននឹងចុះហត្ថលេខាជាបន្ទាន់លើភាពជាដៃគូយុទ្ធសាស្ត្រដើម្បីពង្រឹងការការពាររបស់ពួកគេនឹងបញ្ជូនជំនួយទៅកាន់កូរ៉េខាងជើងដែលអាចឲ្យខ្លួនវាយប្រហារនិងយកឈ្នះកូរ៉េខាងត្បូងទន្ទឹមនឹងនេះចិននឹងបន្តវាយតៃវ៉ាន់ដើម្បីគ្រប់គ្រងនៅតំបន់នេះជប៉ុននឹងក្លាយជាចំណុចចុងក្រោយក្នុងការច្បាំងគ្នារវាងមហាអំណាចសេរីនិងមហាអំណាចកុម្មុយនីសនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគីទាំងពីរនឹងដាក់ពង្រាយអាវុធទំនើបបំផុតរបស់ពួកគេដែលធ្វើឲ្យតំបន់នេះកាន់តែសាហាវឃោរឃៅជាងពេលណាទាំងអស់ដោយសារតែការគិតពីជ័យជំនះលោកត្រាំនឹងបាត់បង់ការគ្រប់គ្រងដោយគំរាមប្រើអាវុធនុយក្លេអ៊ែរប្រសិនបើសង្គ្រាមអូសបន្លាយកាន់តែយូរប៉ុន្តែការសម្រេចចិត្តនេះនឹងបង្កឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីប្រទេសកាណាដានិងមេស៊ីកូបន្ទាប់មកប្រទេសទាំងពីរនឹងដកខ្លួនចេញពីសម្ព័ន្ធមិត្តដោយមើលឃើញពីឱកាសចិននិងសម្ព័ន្ធមិត្តរបស់ខ្លួននឹងបើកការវាយបកពេញទំហឹងកងកម្លាំងសហរដ្ឋអាមេរិកនឹងត្រូវបានបំផ្លាញទាំងស្រុងទន្ទឹមនឹងនេះនៅទ្វីបអាមេរិកប្រទេសនានានឹងងើបឡើងដើម្បីទាមទារឯករាជ្យរបស់ខ្លួនមកវិញសហរដ្ឋអាមេរិកនឹងធ្លាក់ចូលទៅក្នុងវិបត្តិដ៏ជ្រៅនិងបំផ្លិចបំផ្លាញទូទាំងប្រទេស